ដូចអានេះ Singapore Flyer អ្នកគ្នាស្វាគមន៍មកកាន់ blog នៅកណ្ដាលលំពូជាមួយខ្ញុំសាទៀតហើយនេះជា first time ដែលខ្ញុំមកកណ្ដាលលំពូស្គាល់តែបើក blog ថ្មីមួយអ្នកនរគ្នាអញ្ចឹងណា so យ៉ាកុំឲ្យថាខ្ញុំប្រហែលអ្នកនរគ្នាថាខ្ញុំនៅណាយីអ្នកនរគ្នាឃើញទេអ្នកគ្នាក៏ជាស្គាល់ tower មួយដែលខ្ពស់នេះហើយនៅគ្មាន tower ទៀតដែលខ្ញុំនឹងទៅទីទៀតហ្នឹងឥឡូវខ្ញុំកំពុងតែ plan រៀបចំទៅហើយតែខ្ញុំមិនគេងនៅម្ដុំហ្នឹងទេឆ្ងាយពីនឹងវាជា7 គីឡូដែរខ្ញុំគេងនៅម្ដុំ Park Street ដែលគេដើរពីយប់អញ្ចឹងណាឥឡូវខ្ញុំ on sidewalk ផងគេ sidewalk គេគឺអត់មានសម្រាប់ឃ្លីស្អាតមែនទែនហើយ impression របស់ខ្ញុំពេលទៅមកជាមួយនេះគឺផងថាយ៉ាទីក្រុងគេគឺផ្លូវឡើងចុះដូចនៅតំបន់ភ្នំអញ្ចឹងតែខ្ញុំនិយាយច្រើន let's see ទៅមើល vlog នៅសកម្មភាពខ្ញុំបន្តទៀតថាខ្ញុំធ្វើអីគេខ្លះអញ្ចឹងណាRight guys ឥឡូវខ្ញុំមកដល់ KLCC Park ហើយ plan របស់ខ្ញុំគឺចង់មកថតរូបហើយឥឡូវបានមកដល់ហើយតែគាត់នឹង hunting មកអង្គុយសម្រាប់សិនអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នកនរគ្នាឥឡូវនេះគឺមែនតើទៅជា first time របស់ខ្ញុំនៅ Malay ហើយដែលខ្ញុំបាននិយាយអញ្ចឹងហើយ first impression របស់ខ្ញុំដូចគ្នាគឺទីក្រុងគេស្អាតអត់ដូចនៅថៃទេបើ compare នៅបាងកកនៅវាញ៉ៃជាងនេះអត់សូវទេអត់សូវមានចរាចរណ៍ញ៉ៃច្រើនទេហើយឡានក៏ទៅនៅជាងឆ្ងាយដែរហើយអ្វីដែលសំខាន់គឺអត់សម្រាប់នឹងហ្មងដើរមកអត់ធំក្លិនអត់អីទេហើយ clean ខ្លាំងមែនតើហើយអ្វីដែលកាន់តែសំខាន់ទៀតហ្នឹងគឺនៅក្នុងទីក្រុងគេដើមឈើច្រើនហើយអញ្ចឹងត្រជាក់អញ្ចឹងណាវាអាកាសធាតុវាក្តៅដែរប៉ុន្តែគាត់ថាមានដើមឈើមានអីយ៉ាងទៅត្រជាក់ទៅ so yeah ឥឡូវម៉ោង11ខ្ញុំកំពុងនិយាយនេះជិត12នៅនេះដូចជាខុសនឹងយើង1ម៉ោងទេតែខ្ញុំរៀងអត់សូវ clear ដែរព្រោះត្រឡប់ញ៉ាំម៉ោង12អញ្ចឹងប្រហែលជាចេញទៅវិញបានដើរទៅរញពីញ៉ាំអញ្ចឹងណា so ឥឡូវមក enjoy នៅ KLCC តិចសិនហើយមកថតរូបមួយ Twin Tower ហើយឥឡូវអ្វីដែលសំខាន់នេះបញ្ហាវាមុននឹងមកដល់ Malay នេះវាបញ្ហាច្រើនមែនតើជាមួយខ្ញុំនឹងប្រាប់អ្នកនរគ្នានៅtrong វីដេអូអញ្ចឹងនឹង summary ថាខ្ញុំជួបអីគេខ្លះហើយបើចាក់ស្ដាយបើខ្ញុំកំពុងកាន់នេះគឺ mic ខ្សែអត់បានយកអា mic wireless មកទេយកមកដែរប៉ុន្តែនេះយកមកខ្វះ connect របស់វា connector វា so anyway អត់អីចុះស្នាយើងមាន mic ខ្សែ backup អត់ចាំមើលសកម្មភាពបន្តផ្សេងទៀតទៅព្រោះខ្ញុំដូចជាអត់តមានអីបង្ហាញអ្នកនរគ្នាទៀតទេ let's see ចាំមើលសកម្មភាពបន្ត Right guys នេះកន្លែងនេះសិតតែ playground តក្មេងៗហើយខាងក្រោយនេះគឺ Twin Tower ហើយ yeah រៀងស្ងាត់ដែរថ្ងៃនេះអត់ប្រហែលជាព្រឹកឬក៏ថ្ងៃពេកអញ្ចឹងគេអត់ទៅនំកូនគេមកលេងព្រោះថ្ងៃនេះថ្ងៃសៅរ៍ទៅថ្ងៃនេះ map នៅក្នុងសួនរបស់គេហ្នឹង so ខ្ញុំអត់ដឹងថាខ្ញុំត្រូវ explore នៅណាខ្លះទេចាំមើលទៅទៀតនឹងដើរទៅកន្លែងអញ្ចឹងតែអ្វីដែលសំខាន់ដូចជាអត់មានភាសាម៉ាឡេដូចជា right ភាសាម៉ាឡេគេដាក់នៅខាងក្រោមភាសាម៉ាឡេ see so ខ្ញុំគិតថាអត់អីសម្រាប់ពិបាកសម្រាប់ខ្ញុំព្រោះមានភាសាម៉ាឡេចឹងណាជាតែនេះដូចជាមានសួនឃើញហែទឹកនេះឃើញកូនគេហែទឹកណងនេះតើមានសួនហែទឹកមានអីសំខាន់ power នៅចំហ្មង wow អាកាសធាតុក៏ក្តៅជាអែមហើយនេះគឺជា view ខ្លះៗពាក់ព័ន្ធនឹងសួនមួយដែលនៅក្បែរជាមួយនឹង Twin Tower ចឹងណាដូចជានៅពីក្រោយខាង Twin Tower ហើយខ្ញុំឃើញថាសួនថាទីនេះគេស្អាតខ្លាំងមែនតើមានតាំងពីកន្លែងដើរសម្រាប់ចាស់ៗមានតាំងពី playground ក្មេងៗហើយអ្វីដែលកាន់ពិសេសមានកន្លែងងូតទឹកផុនក្មេងៗទៀតដែលខ្ញុំមើលឃើញហើយបន្ទាប់ពីចេញពីហ្នឹងមកក៏ខ្ញុំបានដើរមកជិះកន្លែងខ្ញុំគេវិញហើយម្ដងចិត្តឡើងខ្ញុំគេហ្នឹងពេលថ្ងៃក៏មនុស្សពេលយប់ក៏មនុស្សហើយមនុស្សដើរទៅដើរមកច្រើនខ្លាំងមែនតើព្រោះសារម្លុកហ្នឹងមាន shopping mall ផងហើយណាមួយវាគៀកជាមួយនឹងកន្លែងខ្ញុំគេហ្នឹងមានម្ដុំម្លុក Park Street ដែលគេដើរពេលយប់អញ្ចឹងទោះថ្ងៃឬទោះយប់ក៏ដើរក៏នៅតែមានមនុស្សដើរច្រើនអញ្ចឹងដូចគ្នាដែរហើយ yeah anyway let's see ជាមួយនឹង view ផ្សេងៗបន្ថែមទៀត ហើយនេះជាទីតាំងដដែលហ្នឹងហើយខ្ញុំនឹងទៀតដូរវាពីពេលថ្ងៃទៅជាពេលយប់ហើយអ្នកនរគ្នាមើលថាតើភាពខុសគ្នាបែបម៉េចមែនតើទៅគឺដូចអ្នកនរគ្នាឃើញក្នុងវីដេអូអញ្ចឹងគឺអត់មានភាពខុសគ្នាអីទេគ្រាន់តែពេលយប់មនុស្សកាន់តែច្រើនជាងមុនអញ្ចឹងណា
ហើយមែនតើទៅម៉ោងខ្ទង់10ពីទូចហើយនៅតែមានមនុស្សដល់ពេញនឹងមែនតើបើកន្លែងខ្ញុំគេងវិញមកយប់ទល់ភ្លឺម៉ោង3ម៉ោង4នៅតែមានមនុស្សហើយនៅតាមផ្លូវគឺសម្បូរកន្លែងអីញ៉ាំមែនតើហើយជាពិសេសគឺការលេងតន្ត្រីនៅតាមផ្លូវអញ្ចឹងណាមែនតើទៅគេលេងលក្ខណៈដូចសុំលុយយើងអញ្ចឹងតែយើងឲ្យឬមិនឲ្យជាសិទ្ធិរបស់យើងអញ្ចឹងណាហើយអ្វីដែលសំខាន់គឺខ្ញុំបានដើរឆ្លងផ្លូវទៅម្ដុំ shopping center ហ្នឹងដែលគឺមនុស្សច្រើនមែនតើលក្ខណៈអ្នកមកដើរជើងហ្នឹងគឺច្រើនខ្លាំងមែនតើដូចនៅជប៉ុនអញ្ចឹងគាត់ខ្វែងគ្នាមែនតើហើយបន្ទាប់ពីចេញពី shopping center ហ្នឹងខ្ញុំក៏បានធ្វើទៅរថយន្តមួយទៀតគឺទៅ Twin Tower ទៅដែរខ្ញុំចង់ឃើញទេសភាពនៅពេលយប់ថាវាស្អាតប៉ុណ្ណាមនុស្សច្រើនប៉ុណ្ណាអីដែរអញ្ចឹងណាចាំមកវិញវាអត់ខុសពីអ្វីដែលខ្ញុំគិតទេគឺមនុស្សច្រើនហើយមែនតើពីច្រើនគេទៅ check in ជាមួយនឹងទីក្រុងកាឡាឡាំពូអញ្ចឹងណាពូអាហ្នឹងក៏អាចថាជា represent ឬក៏ជា identify ជាមួយនឹងទីក្រុងកាឡាឡាំពូមួយដែល Twin Tower ហ្នឹងអញ្ចឹងគឺមនុស្សពីច្រើនគឺគាត់ទៅថតរូបនៅនឹងច្រើនពេលខ្ញុំវិញអត់ចាប់អារម្មណ៍ Twin Tower អីណាដូចគេទេមែនតើអ្វីដែលចាប់អារម្មណ៍ហ្នឹងគឺចេនេះដែលខ្ញុំដាក់ភួយខ្ញុំមើលអញ្ចឹងឃើញទេហ្នឹងហើយមែនតើលួចថតគេទៅមកហ្នឹងតែធ្វើវិលកាមេរ៉ាទៅមកធ្វើដូចថតទេសភាពមកគេចាប់អារម្មណ៍អញ្ចឹងណាតែមែនតើចង់ថតគេដែរហ្នឹងស្ដាយដែរតែថាដក lens 85មកថតទេតើ 85mm portrait lens របស់ខ្ញុំមកហើយទៅជាមនុស្សញញ៉ៃពេកទៅបើសិន zoom ចូលក៏ពិបាក zoom ដែរព្រោះដោយសារមនុស្សឈរបាំងទៅមកអញ្ចឹងណាវាអត់មាន space ឆ្លៀតឲ្យយើងថតបានហ៎ស្ដាយខ្លាំងមែនតើតែប៉ុន្តែបើសិនថតក៏នៅតែថតបានអញ្ចឹងប៉ុន្តែគិតពេលនឹងគិតអត់ដល់កន្លែងដែលផ្លឹកនឹងសម្រស់ពេកក៏និយាយលេងនេះអ្នកនរគ្នាចេះតែនិយាយលេងឲ្យសុបាយអញ្ចឹងណាតែបើសួរថាស្អាតមែនអត់ពី1ដល់10ឲ្យមែនខ្ញុំប្រកាសជាឆ្លើយថាពី1ដល់10ខ្ញុំឲ្យ11អីពួកគាត់ស្អាតមែនអ្នកនរគ្នាហើយបើស្ពាននៅខាងមុខខ្ញុំនេះគឺជាស្ពាន Slow-Marling Bridge បានថាជាស្ពានលីងពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងណាហើយបើ along the way ពី Twin Tower នឹងមកស្ពានមួយហ្នឹងគឺខាងឆ្វេងដៃអ្នកនរគ្នាប្រកាសជាឃើញទីធ្លាបញ្ចុះសពហើយតាមខ្ញុំ research ទៅគឺទីធ្លាបញ្ចុះសពរបស់ celebrity នៅប្រទេស Malaysia ហ្នឹងហ្មងហើយមែនតើដូចជា extop តាំងពីទសវត្សរ៍ទី18អ្នកនរគ្នាបន្ទាប់ពីចប់ពីការ visit កន្លែងទាំងអស់ហ្នឹងហើយគឺខ្ញុំដើរមកកន្លែងញ៉ាំអីចឹងណាហើយគឺផ្លូវស្ទះមែនតើអ្នកនរគ្នាឃើញហ្នឹងRight guys ឥឡូវមកសាកម្ហូបនេះនៅកន្លែងនេះមើលទៅនេះច្រើនដែរទីនេះច្រើនដែរហើយឥឡូវមកពងសាកមើលម្ហូបនេះក៏ខ្ញុំចង់សាកម្ហូបមួយនេះគេហៅ curry ស្អីនេះហើយចង់សាកមកនេះដែរបាទនេះល្បីមកនំគេជ្រក់ដៃចូលទៅតែខ្ញុំឃើញអ្នកលក់ទៅថាគេមកញ៉ាំណាគេគេមកញ៉ាំបាយឆាដែរឥឡូវខ្ញុំសាកតាមគេសិនណាបើសិនញ៉ាំមកតើឬញ៉ាំមកឆ្អែតអីប្រហែលខ្ញុំហៅថាខ្ញុំចង់ញ៉ាំមិនចង់សាកគេលើស៊ីម្ហូបចេញមកបែបមិននេះអាហារពេលយប់ផងខ្ញុំគឺបានបាយឆានៅហាងទីហ្នឹងហើយបាយឆារបស់គាត់គឺឆ្ងាញ់មែនទែនខ្ញុំញ៉ាំហើយហើយអ្នកនរគ្នាមិនបាច់ចាំបាច់ខ្ញុំរៀបរាប់ច្រើនណាអ្នកនរគ្នាអាចមើលបានថានៅលើហ្នឹងមានអីគេខ្លះមានដូចជាមាន់ពងស្រួយអីចឹងទៅហើយបន្លែផ្សេងៗអ្នកនរគ្នាអាចមើលឃើញហើយមែនតើបន្លែទាំងអស់ហ្នឹងគឺលាយគ្រឿងវាជាមួយនឹងការបំពងចូលទៅម្ដងអត់មានឆាយដូចយើងទេណាហើយក្រោយពីញ៉ាំឆ្អែតដើរមកកន្លែងគេងគឺតាមផ្លូវគឺស្ទះចឹងទៀតនិយាយមែនអ្នកនរគ្នាតែកន្លែងណាក៏ស្ទះតែកន្លែងណាក៏ស្ទះតែមែនតើតែពេលយប់ក៏ដើរទៀតនៅតែមានមនុស្សច្រើនសួស្តីអ្នកនរគ្នាហើយខ្ញុំក៏ voice over ពីលើជាមួយនឹងវីដេអូរបស់ខ្ញុំនេះទៅព្រោះដោយសារមែនតើខ្ញុំអត់បានចោលអារម្មណ៍ថាម៉ៃខ្ញុំអត់បានគ្នាជាមួយនឹងកាមេរ៉ាសោះខ្ញុំពិតជា set ខ្លាំងមែនតើតែអត់ជាបញ្ហាធំខ្ញុំក៏ voice over អ្នកនរគ្នាស្ដាប់ទៅមែនតើថ្ងៃថ្មីគឺខ្ញុំចង់សាកជាមួយនឹង e-scooter ដូចអ្នកនរគ្នាឃើញអញ្ចឹងគ្រាន់តែ download app នៅលើទូរស័ព្ទរបស់អ្នកនរគ្នាអាចជិះវាបានតែពេលហ្នឹងគឺ unfortunately គឺខ្ញុំអត់អាច activate វាជិះបានដោយសារបញ្ហាមួយចំនួនដូចជាស្ដាយមែនតើខ្ញុំបាន surf internet មុននឹងធ្វើការជិះទៅលើវាអញ្ចឹងណាហើយមែនតើខ្ញុំក៏មាន experience ជិះជាមួយនឹង scooter ដែរគ្រាន់តែអត់ដែរជិះ e-scooter អញ្ចឹងខ្ញុំចង់
ង់សាហើយពេលដែលខ្ញុំ activate ជាមួយនឹង card visa របស់ខ្ញុំគឺ automatically គឺវា charge មក ringgit ហើយពេលដែលយើង activate unlock វាដើម្បីជិះគឺ 2.5 ringgit automatically គឺវាត្រូវតែកាត់ទៅហ្មងហើយអ្វីដែលលើពីហ្នឹងគឺ monetary វាគិតតែ 0.60 ringgit ឯងបានថាយើងជិះប្រហែលនាទីវាគិតគុណទៅតាមនឹងអញ្ចឹងណាហើយមែនតើខ្ញុំបាន check off ហើយទាំងជាមួយនឹងថ្មជាមួយនឹងអីគ្រប់យ៉ាងថាអាចជិះបានប៉ុន្មានគីឡូទៅប៉ុន្តែខ្ញុំបានមើលជាមួយនឹងម៉ាស៊ីនជាក់ស្ដែងថាវាចតុលវាលើកអត់កើតអញ្ចឹងវាគៀងវា stuck នៅក្រោមហ្នឹងអញ្ចឹងធ្វើឲ្យខ្ញុំទំនដល់ចុច end trip បានណាអស់ជាង10នាទីធ្វើឲ្យគេកាត់លុយអស់របស់ខ្ញុំអស់ជាង$3ជាង$3.4អ្នកនរគ្នាសយខ្លាំងមែនតើហើយគោលដៅដែលខ្ញុំទៅហ្នឹងគឺចង់ទៅខាង China Town ជាមួយនឹងខាង India ដែលណាដូច small town នឹងគេមួយដែរទេតែគេបានដាក់ឈ្មោះតែគាត់តាមឡុកហ្នឹងសិតតែ India ទាំងអស់អ្នកនរគ្នាដូចអ្នកនរគ្នាបានឃើញក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងគឺខ្ញុំបានដើរកាត់កន្លែង India នៅអីដែរអញ្ចឹងណាហើយឃើញគាត់ធ្វើ VFCC នេះមិនប្លែកតែនិយាយថានេះវា real អញ្ចឹងណាវាឡើងថាគេហៅថា RIRL in real life ខ្ញុំហៅគេកាត់ real អញ្ចឹងទៅសង្ឃឹមថាអ្នកនរគ្នាយល់អ្វីដែលខ្ញុំនិយាយចុះហើយខ្ញុំចង់ឃើញទស្សនវិជ្ជាជាក់ស្ដែងខ្ញុំក៏បានដើរមើលអញ្ចឹងហើយខ្ញុំបានដាក់វីដេអូជាមួយនឹងសលេងឲ្យអ្នកនរគ្នាឃើញស្ដាប់ជាមួយនឹងសលេងជាក់ស្ដែងនិងទស្សនវិជ្ជាជាក់ស្ដែងមកចង់មកខ្ញុំនិយាយច្រើនMeistens ungefähr ហើយអ្នកនរគ្នាខ្ញុំបានមកដល់ជាមួយនឹង Central Market នៅក្នុងទីក្រុងកូឡាឡំពួរហ្នឹងមែនតើ Central Market នេះគឺវាអត់ខុសអីគ្នាពីជាមួយនឹង Central Market នៅស្រុកភ្នំពេញយើងទេព្រោះដោយសារកន្លែងផ្សារហ្នឹងគឺផ្ដោតទៅលើការលក់ souvenir សម្រាប់ភ្ញៀវបរទេសដែលមកលេងហើយចង់ទិញទុកអីចឹងណាហើយអ្វីដែលខ្ញុំឃើញក៏សង្កល់ហ្នឹងពេលដែលខ្ញុំចូលទៅដល់ក្នុងគឺត្រជាក់ប្រហែលជាមានម៉ាស៊ីនត្រជាក់តាមខ្ញុំដឹងព្រោះនិយាយទៅខ្ញុំអត់ច្បាស់ដែរទេគ្រាន់តែខ្ញុំ feel ពេលដើរទៅត្រជាក់ជាងនៅខាងក្រៅអញ្ចឹងណាហើយផ្សារគេគឺធំគ្រាន់បើដែរបើមែនតើទំហំផ្ទៃដីគឺមិនធំលើសប៉ុនយើងទេហើយក៏មិនស្អាតដូចយើងដែរតែគ្រាន់តែថាអ្វីដែលសំខាន់ហ្នឹងគេមានថ្នាក់ជាន់គេមាន level ទៅខាងលើទៀតពី3ជាន់អញ្ចឹងណាហើយខ្ញុំដើរពីមុខដល់ក្រោយគឺស្បូរអ្នកលក់ខ្លាំងមែនតើលក់គ្រឿងផ្លែខ្ញុំដើរបានសពអស់ទេខ្ញុំគ្រាន់តែដើរកាត់ត្រួសទៅមកផ្លូវអញ្ចឹងហើយខ្ញុំក៏ដើរធ្លីនិយាយទៅឡើងលើហើយទៅក្រោមមកតង់ទៀតធ្លីពីមួយជាហៀងទៅមួយជាហៀងទៅគេមិនមានតែក្នុងផ្សារគេមាននៅខាងក្រៅផ្សារមាន booth អីផ្សេងៗណាស្តង់អីផ្សេងៗអញ្ចឹងណាបន្ទាប់ពីចេញពី Central Market ហ្នឹងមកក៏ខ្ញុំធ្វើដំណើរមកកាន់ Independent Square ផងប្រទេស Malaysia តែ along the way ហ្នឹងគឺខ្ញុំបានថតរូបមួយកន្លែងហ្នឹងគឺស្អាតមែនតើមានលក្ខណៈដូចជាព្រះវិហារផងសាសនាមូស្លីមនៅកណ្ដាលនៃទឹកហ្នឹងហើយមានជាងមានអីមាន artwork អីថ្មីស្អាតខ្លាំងមែនតើខ្ញុំក៏បានជប់ថតរូបឲ្យដែរអញ្ចឹងណាតែពេលប្រហែលជាជាង2ទៅ3នាទី walk ខ្ញុំក៏បាន reach the point មកដល់បរិវេណ Independent Square ផងប្រទេស Malaysia ហ្នឹងហ្មងហើយមែនតើខ្ញុំមកដល់ហ្នឹងវាក្តៅមែនព្រោះចំម៉ោងថ្ងៃត្រង់ពេញហ្មងអ្នកនរគ្នាតែទេសភាពស្អាតវាស្អាតខ្លាំងមែនតើព្រោះកន្លែងហ្នឹងគឺជាកន្លែងមួយដែលគ្រប់ទៅដល់ដែលថាការទទួលឯករាជ្យរបស់ប្រទេសម៉ាឡេស៊ីដែរហើយទេសភាពគឺប្លែកម្យ៉ាងដែរយើងស្លាប់ណែអញ្ចឹងណាតែគាត់តែមេឃក្តៅដូចខ្ញុំនិយាយខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងតែអ្នកនរគ្នាពីខ្ញុំទៅខ្ញុំ suggest គឺកុំពាក់អាវដៃវែងឬក៏ខោជើងវែងឬក៏អាវណាខែវាអាចធ្វើឲ្យអ្នកនរគ្នាហប់បាច់យើងអាចដួលស្លាប់បានបើពីខ្ញុំទៅយើងគួរតែពាក់អាវណាដែលស្ដើងដៃខ្លីឬក៏ខោជើងខ្លីធ្វើម៉េចឲ្យបានសាច់យើងប៉ះជាមួយនឹងខ្យល់ខ្លះអញ្ចឹងទៅធ្វើឲ្យយើងមានភាពអារម្មណ៍ថាហប់អីចឹងណានិយាយទៅវា comfortable សម្រាប់យើង Right guys ឥឡូវខ្ញុំកំពុងតែនៅទល់មុខជាមួយនឹង Independence Square ផងទីក្រុងកូឡាឡំពួរផងប្រទេស Malaysia ហ្មងហើយអានេះគឺនៅ Midtown ផងនៅកូឡាឡំពួរហើយខាងក្រោយខ្ញុំនេះ
គឺ view ស្អាតខាងមែនតើខាងក្រោយខ្នងខ្ញុំនេះគឺ Independent Square and also like yeah Twin Tower ក៏ដូចជា Tower ធំមួយដែលតំណាងឲ្យទីក្រុងក្លាឡំពូដូចជាប្រទេសម៉ាឡេស៊ីអញ្ចឹងណា so ខ្ញុំអត់ដឹងធ្វើអីដែរស្មើនេះដូចជាម៉ោង 12 ជាងអីដូចជាលឺជួងក្តឹងខាងក្រោយមិញដែរប៉ុន្តែជួយថាខ្ញុំនឹងមានសកម្មភាពអីបន្តទៀតថាទៅណាខ្លះអញ្ចឹងហើយ let's see ទាំងអស់គ្នាព្រោះឥឡូវដល់ម៉ោងបាយដែរប៉ុន្តែប្រហែលជាខ្ញុំត្រឡប់បាយនៅនេះម៉ោង 1 បានថាម៉ោង 12 នៅស្រុកខ្មែរយើងអញ្ចឹងណា so alright កុំឲ្យខ្ញុំនិយាយច្រើនបើចាំឲ្យឃើញខ្ញុំច្រើនទេមើលតែ view ទៅបានហើយកុំឲ្យធុញច្រើនពេកអញ្ចឹងណា so yes that the next activity ទាំងអស់គ្នាហើយខខ្ញុំបានថតរូបបានផលិតយកវីដេអូឲ្យខ្លះហើយខ្ញុំក៏បានធ្វើដំណើរត្រឡប់មកញ៉ាំបាយវិញអញ្ចឹងណាហើយខ្ញុំក៏បានដាក់កាត់ម្លុកឌីម្លុកអីដែរជាយន្តឌីហួរនៅច្រើនជាងគេមែននិយាយទៅគឺម្លុកនឹងជាម្លុកផុនឌីហ្មងគេអ្នករស់នៅនេះវាច្រើនគេបែងចែកម្លុកគ្នាខាងចិនគេនៅជាហៀងទៅខាងឥណ្ឌាគេនៅជាហៀងទៅអត់សូវលោកឡំគ្នាមែនតើទៅខ្ញុំមិនឆ្លៃត្រង់ព្រឹកថតទៅមើល so ថ្ងៃនេះមកសាកម្ហូបឌីទៅហើយដូចខ្ញុំសុំមិនដែរខ្ញុំសុំនេះសាកម្ហូបលេងនេះសាកម្ហូបឌីតែនេះក៏សាកម្ហូបឌីដែរ so បាយជាមួយនឹងសាច់មាន់លីងហើយនឹង cauliflower អននេះជួយឲ្យម្ហូបវិញក៏ខលម្ហូបជាមួយនឹងនំប៉័ងហើយមានរ៉ូទីយ៉ាងណាអូអរគុណ thank you ហើយនេះគឺជាខ្ញុំដៃ so like yeah see ហើយនេះជាទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងផ្សារ Pavilion មែនតើទៅនៅក្នុងផ្សារនេះគឺមានផ្លូវស្មុគស្មាញកន្លែងខ្លះអត់បាន7ជាន់ទេបើនៅកន្លែងនេះខ្ញុំកំពុងឈរមកដល់នេះគឺបាន7ជាន់ហើយមែនតើទៅពីកន្លែងទៅមួយកន្លែងគឺលីងគ្នាហើយស្មុគស្មាញញញ៉ៃខ្លាំងមែនតើជាងមានមួយកន្លែងទៅមួយកន្លែងអញ្ចឹងណាហើយខ្ញុំអត់សូវ get familiar វាដែរដំបូងហើយ yeah មែនតើទៅក្នុងផ្សារហ្នឹងគឺធំហើយក៏សម្បូរជាមួយនឹង brand ច្រើនដូចគ្នាដែរ brand សិល10ដុល្លារនិយាយមានច្រើនមែនតើដូចអ្នកនរគ្នាបានឃើញក្នុងវីដេអូអញ្ចឹងបាច់ចាំបាច់ខ្ញុំរៀបរាប់ទេហើយគោលដៅខ្ញុំមកផ្សារនេះមែនតើទៅមិនមែនមហោរបស់ brand អីទេជាក់ស្ដែងគឺខ្ញុំចង់មកសាកជាមួយនឹងរសជាតិបាយរបស់ Uncle Roger ដែលមាន brand នៅ Fuyo ប៉ុន្តែខ្ញុំ get like feel disappointed មែនតើដោយសារមែនតើទៅគឺពេលខ្ញុំមកដល់គឺមនុស្សច្រើនពេកទៅពេលអញ្ចឹងមនុស្សច្រើនពេកខ្ញុំចាំយូរខ្ញុំគិតថាអូខេខ្ញុំ decide ថាខ្ញុំទៅញ៉ាំបាយនៅកន្លែងចាស់អញ្ចឹងណាដែលម្ហូបឥណ្ឌាមិនតែម្ហូបផ្សេងខុសពីថ្ងៃដែលខ្ញុំធ្លាប់ញ៉ាំមុនហ្នឹងទៅso far guys នេះ on យើងតែខ្ញុំមកដល់ឆ្ងាយនេះអានេះមិននៅ Midtown ប៉ុន KL ណានេះ so far នេះគឺនៅ downtown ប៉ុននៅ KL ហើយនេះក៏មានសាននៅមានអីគេដែរនៅ downtown ក៏ដោយហើយនេះគឺអ្វីដែលខ្ញុំមើលឃើញផ្នែកសំខាន់ហ្នឹងគឺខុសពីស្រុកថៃវាច្រើននេះគេធ្វើតែផ្លូវក្រោមដីស្រុកថៃគេព្យាមធ្វើស្ពានពួកអីពុះច្រើនហើយនេះមិន street មែនទេហើយការដើរលឿនមែនតើចេញពីនេះទៅផ្លូវនេះទៅខេត្តអីខេត្តនៅចិត្តហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយតែអាច Google បានជាមួយខ្ញុំដាក់ឈ្មោះខេត្តហ្នឹងឲ្យអ្នកនរគ្នាមើលតែនេះបើសួរថាចង់ឆ្លងផ្លូវហ្នឹងទៅខាងនោះតើធ្វើម៉េចស្ពានដើរទៅស្ពានគេមាន sidewalk របស់គេលក្ខណៈចេះមានដំបូងមានអីក្រៅទេដើរពីហ្នឹងទៅហូរទៅដល់ sidewalk មាន MTR មានអីយ៉ាងទៅខាងនោះក៏មានស្ពានដែរ so yeah យើងត្រូវតែដើរតាមហ្នឹងអត់ចំលោះបើដើរតាមនេះឡើងបឹកងាប់មើលឡានមើលផ្លូវឡានផងលឿនណាស់ហើយនេះក៏មាន apartment ដែរប៉ុន្តែអ្វីដែលខ្ញុំឃើញក៏សង្កត់ថាលុយហ្នឹងគឺគាត់ថានេះផ្លូវផ្ទះគេតាមភូមិអ្នកណា local ទេណានេះផ្លូវគឺនៅក្នុងភូមិគេឃើញអត់ yeah clean មែនតើមានសម្រាប់អត់មានអីទេហើយនេះផ្ទះប្រជាជនគេអញ្ចឹងនៅក្នុងក្រុងក៏ឃើញផ្ទះអញ្ចឹងអត់មានទេអានេះមកដល់ជាក្រុងមិនឃើញនៅនោះក៏មានផ្ទះតែផ្ទះប្រជាជនគេបើកស៊ីអីចឹងបើថាផ្ទះនៅហ្មងគឺអត់មានទេហើយនេះក៏មាន hot pot មួយដែរណា so yeah it's good យើង explore ឡើងថ្មីខ្លះកុំនៅក្នុងក្រុងពេកso នេះចង់ធ្វើគេបងឲ្យធ្វើនំរ៉ូទីអីហើយខ្ញុំចង់ try apori នេះមែនតើប៉ុន្តែអានេះគេប្រាប់ថាអាហារពេលប្រាប់គេអស់ហើយ so ខ្ញុំក៏ try ជាមួយនឹងរ៉ូទីនេះទៅហើយមួយទៀតហ្នឹងគឺនៅខាងមួយជាទៀត menu ហើយមួយទៀតហ្នឹងគឺអាមួយនេះ so អានេះម្ហូបទី1ចេញមកហើយនំរ៉ូទីមានគ្រឿង3មុខហ្នឹងស៊ីថាតម្លៃចឹងតែគាត់ដឹងថាខ្ញុំមកចេញញ៉ាំដៃអីគាត់គិតថាខ្ញុំមិនឌីអីចឹងគាត់ដាក់លីឲ្យឯងព្រោះតែបុកក៏មិនឌីដែរតែយួនសតហើយ so តែខ្ញុំចង់ try ជាមួយដៃព្រោះថាដៃលាងស្អាតដែរ so let's try ទាំងអស់គ្នាហើយជាមួយមុខទៀតចេញមកបែបម៉េចមែនតើទៅនេះឆ្ងាញ់យើងមានអារម្មណ៍ថាល្មៀតបន្តិចមកចេះតែឆ្ងាញ់ខ្ញុំមិនដឹងគេលេងគ្រឿងគេខ្លះហើយប៉ុន្តែអារម្មណ៍ថា3រសជាតិហ្នឹងក៏ខ្លួន3ប៉ុន្តែឆ្ងាញ់ដល់អស់ប៉ុន្តែទី1ហៅជាងគេ
ទី2ក៏ចេញដែរនេះស្អីគេក្នុងរ៉ូទីពីលើដូចមានស្អីគេខ្លះហើយនៅខាងក្នុងនោះខាងក្នុងនោះមានបាយឆាធម្មតាតែតែមើលរសជាតិ taste វាបែបមិនដែរនៅតែមានសាច់មាន់ដែរតែអាមុនហ្នឹងអស់ហើយនេះអស់លីងហ្មងបងអត់ស្អីឆ្ងាញ់ខ្ញុំមកឆ្ងាញ់ជ្រូកឯកប់លេងខ្វល់បដ ாய் តែនេះសុំធ្វើសុភាវិញហើយប៉ុន្តែគេញ៉ាំដៃទៅដោយសារយករ៉ូទីចាប់បាយប៉ុន្តែយើងខ្ជិលយើងប្រឡប់ពីវិញទៅមកលេឡាក់ពេញហ្នឹងពេក The next day ខ្ញុំសួស្តីមកកាន់ថ្ងៃថ្មីឥឡូវខ្ញុំកំពុងតែក្នុងឡានតាក់ស៊ីចេញពីកន្លែងខ្ញុំគេងឆ្ពោះទៅ Batu Cafe ហើយខ្ញុំអត់បានជិះជាមួយនឹង public transportation ផ្សេងៗទេព្រោះដោយសារខ្ញុំ check មើលទៅខ្ញុំត្រូវ transit ពីកន្លែងមិនខ្ញុំអាចទៅដល់បានទីមួយខ្ញុំជិះ MTR ក្រោមដីហើយបើខ្ញុំ transit ទៅជិះអារ៉ាប់ភ្លើងនៅលើអាកាសដែលណាដូច BTS នៅស្រុកថៃអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវ transit ពីកន្លែងហើយខ្ញុំគិតថាប្រហែលជាពេលវេលាខ្ញុំអត់តខ្ញុំស្គិត booking taxi ចេញទៅ direct ទៅហ្មងអញ្ចឹងខ្ញុំចំណាយរឿងច្រើនបើមិនអ្នកទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់អាចជិះជាមួយនឹង public transportation អ្នកទាំងអស់គ្នាអាច save ចន្លោះពី10ដងទៅ15ដងនៃអ្វីដែលខ្ញុំចំណាយទៅលើ taxi អញ្ចឹងណាប៉ុន្តែ anyway គឺពេលដែលខ្ញុំកំពុងតែក្នុងឡានថតនេះសំខាន់គឺនិយាយនឹងបើកឡានលឿនមែនតើនិយាយហុងកុងឡើងគាត់បើកសុទ្ធយល់ឡើងឃើញអ្នកទាំងអស់គ្នាកាមេរ៉ាខ្ញុំគឺ load ចុះ load ឡើងពិបាក control ខ្លាំងមែនតើចំណាយលើក៏អត់ស្ដាយដែរទៅលើការជិះតាក់ស៊ីព្រោះដោយសារយើងឃើញ view បែបផ្សេងចឹងបើសិនយើងជិះតែភ្លើងយើងក៏ជានៅតែក្រោមដីឈឹងមើលអេតឃើញហើយតែពេលដែលយើងជិះតាក់ស៊ីអ្នកនរគ្នាខ្ញុំបានឃើញជាមួយនឹងទស្សនវិជ្ជាជាក់ស្ដែងនៃប្រជាជនដែលគេរស់នៅជីវភាពគេបែបម៉េចទាំងជិះកាត់ទៅតាមផ្ទះគេទៅអីចឹងណាមែនតើទៅតាមផ្លូវផ្ទះគេគឺស្អាតរៀបចំរៀបរយខ្លាំងមែនតើជាពិសេសនៅ sidewalk របស់គេក៏ស្អាត clean អត់មានសម្រាមអត់មានអីហើយក៏អត់មានសល់ដីអត់មានអីដែលគេដាំស្មៅគេដាំអីចឹងដីវាអត់មានអីហុយទេទស្សនវិជ្ជាជាក់ស្ដែងខ្ញុំបានឃើញហ្នឹងគឺប្រជាជនមួយចំនួនគឺគាត់អ្នកដែលអត់សូវមានលុយអីគាត់អត់មានបានជួល condo អីនៅក្នុងក្រុងដូចគេគឺគាត់ជួល condo ចាស់លក្ខណៈ apartment ចាស់នៅខាងជីក្រុងដូចតែអ្នកនរគ្នាបានឃើញក្នុងវីដេអូខ្ញុំអញ្ចឹងណាហើយដែលអ្នកដែលគាត់ខ្លះគាត់រៀងមានលុយអញ្ចឹងគាត់អាចថាគាត់មានលុយតែផ្ទះអីផ្ទាល់ខ្លួនគាត់នៅរៀងជីក្រុងឯណាទៅហើយក្នុងវីដេអូរបស់ខ្ញុំហ្នឹងគឺដាក់បញ្ជាឲ្យអ្នកនរគ្នាបានឃើញទាំងអស់ Right guys ឥឡូវមកដល់ Batu Cafe សូននេះឆក់ចូលមានរូបខាត់ម៉ានមានអីចឹងណាហើយនៅដូចនៅស៊ីមវៀតណាមមានស្វាមានអីនេះស៊ីអានេះវាជា cave វាឡើងជាច្រឡងភ្នំជាអីនេះក៏ជាតំណាងឲ្យម៉ាឡេស៊ីមួយដែរនេះជាវិហារផុនទីមែនតើខ្ញុំអត់សឹងដឹងពីវាខ្លាំងឯងសូគាត់មកចង់ឃើញចឹងណានេះលបងស្វាតោះទៅមកកន្លែងទៀតតែរូបស្នាក់គ្មានគេkhông đi nôm ăn mấy trăm cha So finally ខ្ញុំបានមកដល់ហើយខ្ញុំចង់ថតរូបមកប៉ុស្តិ៍កន្លែងនេះស្អាតមែនទែន So let's see ថតរូបប៉ុស្តិ៍សិន 马到哪里听到这个声音，糟糕的烧锅，但是它全好的死油，它是搞啥改的？不懂，那是到上面得有点不然。让你怎么样？你是灭掉了，他打这个没得了。对，这个到台词，光明在台，他这个。
Alright guys នៅខាងក្រោយខ្ញុំនេះគេកំពុងតែ celebrate អីគេទេអត់ដឹងទេខ្ញុំអត់ដឹងពីសាសនានេះដែរទេហើយខ្ញុំមកនេះគ្រាន់តែមែនតើគ្រាន់តែចង់ដឹងអីដែលថ្មីគ្រាន់តែចង់ដឹងអីដែលអាចថាតាមប្រទេសសិង្ហបុរីដែរអូណូប្រទេសម៉ាឡេស៊ីអូខ្ញុំវិញហត់ខ្ញុំនិយាយខុសច្រើនដូចអ្នកនរនេះដឹងស្រាប់ហើយខ្ញុំដោតឡើងមកខ្ពស់មែនតើហើយអ្វីសំខាន់មើលទៅកតាបនេះស្ពីឡើងមិនជារឿងធម្មតាទេនិយាយមែនទាំងងទុកប្រហែលជា8ទៅ9គីឡូជាប្រហែលប៉ុណ្ណឹងហើយខ្ញុំត្រូវស្ពីឡើងមកខ្ពស់ទៀតដោយដែលដឹងអញ្ចឹងគឺបើទូ cafe នេះវាមិនខ្ពស់ពេកក៏មិនទាបពេកដែរតែខ្ញុំអាចធ្វើបានខ្ញុំអត់ឈប់សម្រាប់ទេគឺ one way walk straight ឡើងមកហ្មងហត់អញ្ចឹងគូបាក់សូវ function អត់តន់ហ្មងហើយខ្ញុំឈប់នឹងឆ្លៀតថតរូបហើយខ្ញុំបែរខ្នងខ្ញុំឡើងទៀតខ្ញុំបែរខ្នងខ្ញុំថតរូបខ្ញុំបែរខ្នងខ្ញុំឡើងទៀតចាំថាខ្ញុំដូច one straight away ឡើងទៅហ្មងចូលខ្ញុំអាចធ្វើបានហើយហ្នឹងវាមិនហត់ខ្លាំងទាំងហត់ខ្លាំងទេតែគាត់ថាវាហត់ដែរគូសំដែរតែស៊ីអ្នកគ្នាព្រោះខ្ញុំមានពេលតិចមែនតើសម្រាប់មកនេះមិនខ្ញុំ booking Grab មកទេគឺគាត់បានជិះ public transportation នេះព្រោះខ្ញុំគិតថាមកខ្ញុំធ្វើមកអត់ទាន់ទេព្រោះឥឡូវនេះមក10ជាង11ហើយខ្ញុំចេញមករៀង late មក8 9ជាងអីខ្ញុំចេញមកពីកន្លែងខ្ញុំគេងនេះស៊ីអ្វីដែលខ្ញុំនិយាយថាខ្ញុំអាចធ្វើបាន non stop like ស៊ីមើលពពោះផងហើយហ្នឹងមិនមែនថាពពោះនេះ enough ណាអាក្នុងនោះដល់ចុះឲ្យដល់ឡើងភាសាទៀតមិនឡើងមកត្រឹមហ្នឹងគឺចប់ទេណា so ខ្ញុំមិនដឹងថាមិនដែរព្រោះយកមកយើងគេបានតិចមែនតើតែដឹង energy មកពីណាសោះដើរមក non stop អរ៉ៃហត់ស្មាក់អត់ no I think អត់ស្មាក់ចុះក្រោមឯងមកញ៉ាប់អាំងទៅវិញចុះដល់មកហើយ 3 hours later ថ្ងៃតមានប៉ុណ្ណឹងមួយ boost ហើយ burger spicy double cheese អាហ្នឹងថ្ងៃតមកពី Bootu Cafe so let's enjoy lunch ទាំងអស់នេះupdate តិចហើយឥឡូវនេះគឺម៉ោង12ជាងនៅសិង្ហបុរីនៅយប់12យប់ជាងត្រូវនឹងម៉ោង11ជាងយើងហ្នឹងក៏គ្នាម៉ោងទេហើយខាងក្រោយខ្ញុំនេះគឺ Fira ដែលឈ្មោះថៃគេឲ្យ Esplanade ទេដូចជាខ្ញុំ pronounce ត្រូវទេខ្ញុំច្បាស់ដែរបើខុសកែផងហើយ view នៅក្នុងទីក្រុងពេលយប់វាស្ងាត់តែស្អាតដូចអានេះ Singapore Flyer ហើយអានេះ Marina Bay ដែលគេស្គាល់ដែរហើយ also អាតោបាញ់ទឹកនេះទៀតមើលហើយអានេះSo view ពេលយប់ឡើងមានតែប៉ុណ្ណឹងខ្ញុំអត់ដឹងថាត្រូវនិយាយអីទៀតផងដែលមានតែអ្នកគ្នាបានថតសកម្មភាពឲ្យច្រើនដល់អ្នកទាំងគ្នាមើលនៅសិង្ហបុរីព្រោះដោយសារខ្ញុំមកដល់ពេលល្ងាចដែរតែមកខ្ញុំចង់អីខ្លួនហើយគឺនៅពេលយប់តែម្ដងហើយខ្ញុំក៏ចេញទៅថតរូបអីទួយក៏ដល់ម៉ោងសម្រាប់ហើយខ្ញុំក៏សម្រាប់ទៅហើយព្រមឡើងក៏ខ្ញុំចេញបានធូរអីទួយចឹងណាហើយក៏គាត់ថាអត់មានអីមើលទៅចង់បង្ហាញអ្នកទាំងគ្នាផងខ្ញុំក៏ខ្ជិលថតទៅហើយក៏អែនវីដេអូហ្នឹងនៅពេលខ្ញុំមកព្រៀនចប់ទៅប៉ុន្តែ hope you guys enjoy មួយវីដេអូហ្នឹង So guys we are right here we back home ទៅពេញវិញហើយ So yes កន្លែងខ្ញុំជិះខ្ញុំជិះគឺមកនេះ Oh hold up នេះ flight Emirates ម៉ោង 3:35 នាទីហើយនេះជាឡើងរោ13 So let's go back home អ្នកនេះ See you វិញ Alright, thank you. Okay. មកតាមការសន្យាពីដើមវីដេអូដែលខ្ញុំបានសន្យាអ្នកទាំងអស់គ្នាថាខ្ញុំនឹងប្រាប់រឿងអីខ្លះដែលខ្ញុំបានជួបមុនខ្ញុំមកដល់ KL Malaysia អញ្ចឹងណាមែនតើទៅជាក់ស្ដែងគឺខ្ញុំជួបរឿងច្រើនតែខ្ញុំព្យាយាម break down អ្នកទាំងអស់គ្នាបានយល់ពីអ្វីដែលខ្ញុំបានជួបរឿងទី1ដែលខ្ញុំបានជួបធំបំផុតនោះគឺនៅពេលដែលខ្ញុំទៅដល់បាងកកគឺខ្ញុំអត់បានធ្វើ vlog អីទេប៉ុន្តែគ្រាន់តែខ្ញុំទៅហ្នឹងក៏មិនដល់ទៅ shopping តែទួយទេហើយខ្ញុំនឹង fly ចេញទៅ KL ហើយព្រោះខ្ញុំមកដល់បាងកកហ្នឹង early វាព្រឹកដែរប៉ុន្តែដល់ពេលខ្ញុំកន្លែងទៅផ្សារទិញនេះទិញនោះខ្ញុំក៏ភ្លេចមើលមកខ្ញុំរៀង late មកបន្តិចប៉ុន្តែខ្ញុំគិតថាមកទាន់ទេ booking Grab ជិះមកដកមឿងប៉ុន្តែមែនតើទៅគឺស្ទះចរាចរណ៍ខ្លាំងមែនតើព្រោះខ្ញុំ late 17 នាទីបានន័យថាម៉ោងដែលគេបិទ check in គឺម៉ោង 1ខ្ញុំម៉ោងដែលខ្ញុំត្រូវ take flight គឺម៉ោង 2ប៉ុន្តែខ្ញុំទៅដល់ម៉ោង 1:17 នាទីអញ្ចឹងពេលហ្នឹងហើយគឺខ្ញុំ miss flight ខ្ញុំត្រូវទិញ spot ថ្មីមួយព្រាមដែល spot ដែលខ្ញុំបានទិញពីមុនមកជិត1ខែមុននឹងមកហ្នឹងគឺខ្ញុំត្រូវបានបោះវាចោលហើយ spot ដែលខ្ញុំទិញព្រាមហ្នឹងទៀតសោតគឺថ្លៃខ្លាំងមែនតើអ្នកនរគ្នារហូតដល់ $3,000 បាតជាងបើគិតជាលុយដុល្លារប្រហែលជា$100ជាងតិចតួច$3,400 $3,500 បាតដូចជាខ្ញុំចាំមកសេចច្បាស់ដែរអ្នកនរគ្នាញ៉ាំមួយខ្ញុំបោះ receipt នឹងចោលដូចគ្នាហើយរឿងទី2ហ្នឹងគឺគេចាប់អីវ៉ាន់ខ្ញុំដកអីវ៉ាន់ចោលចាស់ស្អីទៅគេក៏មានបំរាមដែលនឹងយកអីវ៉ាន់កុំឲ្យលើសពីចន្លោះ100 ml ដែរប្រភេទ
ភេទជាវត្ថុធាតុរាវអញ្ចឹងណាតែមែនតើខ្ញុំយកលើពីចំណុចដែលគេបានកំណត់ប៉ុន្តែដោយសារខ្ញុំគិតថាកាលពីលើកមុនខ្ញុំនៅស្រុកថៃគឺខ្ញុំបានទិញសាប៊ូម្ដងគឺសាប៊ូម៉ាក់ clear ហើយចំណុចដែលទីជាងគេបំផុតខ្ញុំប្រើអត់ខ្ញុំបានដាក់វានៅក្នុងកតាបខ្ញុំយកមកស្រុកខ្មែរវិញបានដែលខ្ញុំហោះមកស្រុកខ្មែរវិញខាងកូនគឺគេអត់ចាប់ដកវត្តចោលប៉ុន្តែលើកនេះអ្វីដែលខ្ញុំគិតថាវានឹងមិនអាចកាត់ឡើងប៉ុន្តែវាបែរជាកាត់ឡើងជាក់ស្ដែងទៅសាប៊ូខ្ញុំទិញចំណុចនឹងដូចគ្នាខ្ញុំគិតថាទិញទៅទុកទៅម៉ាឡេទៅក៏មកទៅដល់ម៉ាឡេយើងត្រូវដើរទិញអេម៉ាសាទៀតអញ្ចឹងយើងមានប្រសិទ្ធខ្ញុំក៏ទិញចំណុចមួយនឹងដូចគ្នាដែរហើយដាក់ក្នុងកតាបគេដកវត្តចោលទាំងអស់ទាំងថ្នាំថ្មីជាមួយនឹងសាប៊ូរបស់ខ្ញុំហើយថ្នាំថ្មីនឹងទៀតសោតមែនតើទៅគឺតែប្រហែលជា30ទៅ40ក្រាមព្រោះខ្ញុំប្រើចិត្តអស់ដែរតែក្នុងមួយធូបនឹងប្រមាណរបស់វាពេញគឺ150ទោះជាយើងប្រើចិត្តអស់ក៏ដោយប៉ុន្តែខាងកូនគឺគេកំណត់ចំណាំតែប្រមាណនៅលើកញ្ចប់ទេគេអត់គាត់ថាយើងប្រើចិត្តអស់ឬមិនចិត្តអស់ទេអញ្ចឹងគេបានទាំងអស់ហ្នឹងគឺគេដកវត្តចោលរបស់ខ្ញុំទាំងអស់រឿងទី3គឺខ្ញុំបានបង្កើតកំហុសទៅលើការ booking ដែលអត់បានមើលថ្ងៃបានថាខ្ញុំ booking រថភ្លើងសម្បត្តិរថភ្លើងចេញពី KL Central ទៅ JB Central ដែលនៅជាប់ជាមួយនឹងព្រំប្រទល់របស់ប្រទេសសិង្ហបុរីអញ្ចឹងខ្ញុំបាន booking ពី KL Central ទៅ JB Central គឺខ្ញុំបាន booking ដាក់ខុសខែខ្ញុំត្រូវ booking ថ្ងៃទី14ខែ4ប៉ុន្តែផ្ទុយទៅវិញគឺខ្ញុំ book ថ្ងៃទី14ខែ5អញ្ចឹងធ្វើឲ្យខ្ញុំត្រូវបាន cancel សម្បត្តិមួយនឹងចោលដោយអត់បានអីទាំងអស់មកវិញហើយខ្ញុំក៏តម្រូវខ្លួនឯងឲ្យទិញសម្បត្តិយន្តហោះជំនួសវិញដើម្បីហោះទៅសិង្ហបុរីដែលខ្ញុំទៅលេងមួយថ្ងៃហ្នឹងហើយនៅពេលដែលខ្ញុំហោះចេញហ្នឹងខ្ញុំទន្ទឹមនឹងហ្នឹងក៏ខ្ញុំមានរឿងមួយទៀតដែររឿងទី4 plug in សម្រាប់យើងប្រើជាមួយនឹងអគ្គិសនីហ្នឹងអ្នកទាំងអស់គ្នាគឺខ្ញុំទិញពីម៉ាឡេទៅខ្ញុំក៏បានផ្លិចនៅកន្លែងគេនឹងទៀតផ្លិចនៅកន្លែងគេនឹងទៀតអាហ្នឹងព្រោះអាហ្នឹងក៏ត្រូវប្រើសំខាន់នៅសិង្ហបុរីក៏គេប្រើ standard ជាមួយនឹងម៉ាឡេដែរបានថា standard ប៉ុនគេហ្នឹងគឺជារបស់ UK អត់ដូចរបស់យើងទេគឺ standard ប៉ុនយើងគឺ USA អញ្ចឹងគឺខ្ញុំផ្លិចទាំងអា plug in ហ្នឹងទៀតខ្ញុំត្រូវចំណាយលុយទិញអស់មួយគ្រាប់ទៀតអ្នកទាំងអស់គ្នាអាហ្នឹងគឺក៏ជាបញ្ហាមួយដែរហើយរឿងចុងក្រោយបំផុតអ្វីដែលខ្ញុំជួបអ្នកទាំងអស់គ្នាពេលដែលខ្ញុំគេនៅម៉ាឡេកៅខ្ញុំដាក់ទៅស្គូហ្នឹងគឺតែ4កាផ្លេទេហើយខោដែលខ្ញុំនឹងកៅដែលខ្ញុំបានបោកហើយនៅម៉ាឡេគឺខ្ញុំត្រូវយកវាមកពាក់មួយសាទៀតប៉ុន្តែនៅពេលដែលខ្ញុំសម្អាតបោកវារួចរាល់ហើយខ្ញុំត្រូវយកវាមកអ៊ុតខ្ញុំផ្លិចទាំងដាក់ឆ្នាំងអ៊ុតហ្នឹងនៅទុកចោលនៅលើខោដែលខ្ញុំកំពុងតែអ៊ុតហ្នឹងកន្លែងទៅទាញទូរស័ព្ទចុះទាញឡើងឆេះខោធំលន់ឈ្ងៀមមិនដឹងថាឆេះខោអត់ខោស្លៀកមួយទៀតអ្នកនរគ្នាឲ្យវេទនាខ្លាំងមែនទែនអានេះគឺខ្ញុំជួបប្រទេសបច្ចុប្បន្នមែនអ្នកនរគ្នាអញ្ចឹងអានេះក៏ជា exporting ខ្លះអាច share ឲ្យអ្នកនរគ្នាកុំឲ្យជួបពេលខ្ញុំទៀតយ៉ាងណាក៏ដោយក៏អត់ភ្លេចអរគុណអ្នកនរគ្នាបានមើល vlog រញ៉េរញ៉ៃផងខ្ញុំមួយនេះដែរអរគុណខ្លាំងមែនទែន